นำลายบิตคอยน์ឡើងដល់$100,000ប៉ុន្តែអត់ហ៊ានវិនិយោគគួរធ្វើបែបណាបច្ចុប្បន្នតម្លៃ Bitcoin បានឡើងខ្ពស់ដល់$120,000អ្នកខ្លះអាចគិតថាវាថ្លៃហួសហេតុពេកអត់ហ៊ានវិនិយោគសំណួរសួរថាតើគួរធ្វើបែបណាគួរតែសម្លឹងមើលគម្រោង crypto ផ្សេងឬមានវិធីណាដើម្បីចូលទីផ្សារ Bitcoin បានពេលតម្លៃ Bitcoin ឡើងខ្ពស់បែបនេះវាជារឿងធម្មតាទេដែលបងប្អូនមានអារម្មណ៍ថាខ្លួនហាក់បីដូចជាខកខានឱកាសឬខ្លាចថាវានឹងអាចធ្លាក់ថ្លៃភ្លាមៗនៅពេលដែលបងប្អូនចូលវិនិយោគប៉ុន្តែតម្លៃ$120,000មិនមែនជាហេតុផលដើម្បីបោះបង់ក្នុងការវិនិយោគជាមួយ Bitcoin ទាំងស្រុងនោះទេមានវិធីចូលទីផ្សារបានហើយក៏មានគម្រោង crypto ផ្សេងៗទៀតដែលគួរសម្លឹងមើលផងដែរបើបងប្អូននៅតែចង់វិនិយោគជាមួយ Bitcoin ប៉ុន្តែមិនហ៊ានទិញនៅតម្លៃខ្ពស់វិធីល្អបំផុតគឺ Dollar Cost Averaging ឬយើងហៅថា DCA មានន័យថាបងប្អូនទិញ Bitcoin តិចៗជាប្រចាំមិនថាតម្លៃនោះឡើងឬក៏ចុះឧទាហរណ៍បងប្អូនអាចទិញ$10ឬក៏$20ជារៀងរាល់ខែបើតម្លៃធ្លាក់បងប្អូននឹងទិញបានកាក់ច្រើនហើយបើទោះបីជាតម្លៃឡើងបងប្អូនក៏នៅតែមានចំណាយក្នុងទីផ្សារ Bitcoin ដែរវិធីនេះជួយកាត់បន្ថយហានិភ័យនិងធ្វើឲ្យបងប្អូនមិនសូវ stress ច្រើនពេកបន្ថែមពីការវិនិយោគខាងលើបងប្អូនគួរតែអនុវត្តជំហានមួយចំនួនដើម្បីការពារ Bitcoin របស់បងប្អូនទី1ប្រើ wallet សុវត្ថិភាពបន្ទាប់ពីទិញ Bitcoin សូមផ្ទេរវាទៅ cold wallet ដូចជា Ledger Nano X ឬ Trezor ដើម្បីការពារពីការ hackទី2កំណត់គោលដៅសម្រាប់ចាត់ថាបងប្អូនចង់រក្សា Bitcoin ប៉ុន្មានឆ្នាំឬចង់ចំណេញប៉ុន្មានភាគរយពី Bitcoin ទី3តាមដានព័ត៌មានដូចជាការទទួលយក Bitcoin ដោយក្រុមហ៊ុនធំៗឬបទបញ្ញត្តិថ្មីក៏អាចប៉ះពាល់តម្លៃផងដែរប៉ុន្តែបើបងប្អូននៅតែមានអារម្មណ៍ថា Bitcoin ថ្លៃពេកឬហានិភ័យខ្ពស់អាចមកមើលជម្រើសផ្សេងមួយទៀតមានគម្រោង crypto ជាច្រើនដែលមានសក្តានុពលនិងតម្លៃទាបជាង Bitcoin នេះគ្រាន់តែជាឧទាហរណ៍នៃគម្រោង crypto ដែលបងប្អូនអាចសិក្សាបន្ថែមបានទី1 Ethereum ជាវេទិកា blockchain ដ៏ធំដែលជួយដំណើរការកម្មវិធី DeFi និង NFT តម្លៃ Ethereum បច្ចុប្បន្ននៅប្រហែល$2,200ដែលធ្វើឲ្យងាយស្រួលចូលទីផ្សារជាង Bitcoin Exchange DeFi ដូចជា Uniswap និង OpenSea ក៏ពឹងផ្អែកលើបច្ចេកវិទ្យា Ethereum ផងដែរទី2 HOP ជារូបិយប័ណ្ណរបស់ Ripple ដែលផ្ដោតលើការផ្ទេរប្រាក់អន្តរជាតិតម្លៃ HOP បច្ចុប្បន្ននៅប្រហែល$2.31 Ripple សហការជាមួយធនាគារដើម្បីធ្វើឲ្យការផ្ទេរប្រាក់កាន់តែលឿននិងថោកជាងមុនប៉ុន្តែ HOP មានបញ្ហាផ្លូវច្បាប់ជាមួយ SEC នៅអាមេរិកដែលអាចប៉ះពាល់តម្លៃទី3 Solana ជា blockchain ដែលលឿននិងមានថ្លៃសេវាទាបដែលគាំទ្រ NFT និង DeFi តម្លៃ Solana នៅប្រហែល$160គម្រោង NFT ដូចជា Magic Eden ប្រើ Solana ដែលធ្វើឲ្យមានភាពទាក់ទាញប៉ុន្តែបណ្ដាញ Solana ធ្លាប់មានការជាប់គាំងដែលនេះជាហានិភ័យមួយផងដែរទី4កាក់ស៊ុយជា blockchain ថ្មីដែលផ្ដោតលើល្បឿននិងថ្លៃសេវាទាបស្រដៀងនឹង Solana ដែរវាស័ក្តិសមសម្រាប់កម្មវិធី DeFi និង Game Blockchain តម្លៃស៊ុយបច្ចុប្បន្ននៅប្រហែល$3ស៊ុយកំពុងតាក់ទាញអ្នកអភិវឌ្ឍនៅអាស៊ីសម្រាប់គម្រោង Web3 ប៉ុន្តែស៊ុយនៅថ្មីដូច្នេះហានិភ័យរបស់វាក៏នៅមានដូចគ្នាគម្រោងទាំងនេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះមុននឹងវិនិយោគសូមអាន white paper របស់គម្រោងពិនិត្យ developer team និងតាមដានមតិនៅក្នុង Twitter ឬ Reddit ជាដើមបើបងប្អូនមិនចង់វិនិយោគ crypto ទាំងស្រុងអាចមានជម្រើសផ្សេងទៀតដែលមានស្ថិរភាពជាងនេះដូចជាភាគហ៊ុនមាសនិងមូលនិធិ ETF ឧទាហរណ៍បើបងប្អូនវិនិយោគ$1,000នៅ S&P 500 ETF កាលពីឆ្នាំមុនបងប្អូនអាចមានប្រហែល$1,100ទៅ$1,200ឥឡូវនេះដោយមិន stress ច្រើនមិនថាបងប្អូនជ្រើសរើស Bitcoin គម្រោង crypto ផ្សេងឬទ្រព្យសម្បត្តិដទៃទៀតទេនេះជាគន្លឹះមួយចំនួនដើម្បីកាត់បន្ថយហានិភ័យចំណុចទី1ការវិនិយោគចម្រុះត្រូវបែងចែកលុយរបស់បងប្អូនឧទាហរណ៍ 40% នៅ Bitcoin ឬ Ethereum 30% នៅភាគហ៊ុននិង 30% ទៀតនៅមាសចំណុចទី2ចាប់ផ្ដើមវិនិយោគតិចៗត្រូវវិនិយោគ$10ទៅ$20សម្រាប់ជំហានដំបូងដើម្បីសាកល្បងលើទីផ្សារនិងសមត្ថភាពរបស់យើងលើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនចំណុចទី3ប្រើ stop loss ត្រូវចេះកំណត់ការខាតបង់ដោយខ្លួនឯងឧទាហរណ៍បើការវិនិយោគខាតបង់10%បងប្អូននឹងចាក់ចេញពីទីផ្សារដោយមិនឲ្យខាតបង់លើសពីនេះចំណុចទី4ប្រុងប្រយ័ត្ននឹងការបោកប្រាស់ជៀសវាងគម្រោងដែលសន្យាថាទទួលបានប្រាក់ចំណេញខ្ពស់ខុសពីធម្មតាចំណុចទី5ព្យាយាមសិក្សាបន្តទៀតអានព័ត៌មាននិងចូលរួមសហគមន៍ crypto នៅ Twitter ឬ Reddit ដើម្បីរៀនសូត្រពីអ្នកដទៃវីដេអូនេះគ្រាន់តែជាទស្សនៈរបស់ Vertex តែប៉ុណ្ណោះ Vertex គ្រាន់តែចែករំលែកគំនិតមិនមែនជាដំបូន្មានហិរញ្ញវត្ថុនោះទេដូច្នេះបងប្អូនត្រូវសិក្សាដោយខ្លួនឯងនិងទទួលខុសត្រូវលើហានិភ័យផ្ទាល់ខ្លួនសូមអរគុណ